ឆ្នាំ2014 2012គឺទីពេលវេលាខ្ពស់ជាងគេសម្រាប់នីម៉ា MSN Messi Suarez Neymar ក្លាយជាកម្លាំងខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ឆ្នាំ2015 Barcelona ឈ្នះ Champions League Copa del Rey និង La Liga Neymar សុទ្ធគ្រាប់សំខាន់ៗជាច្រើននឹងក្លាយជាកីឡាករដែលរួមចំណែកច្រើនបំផុតក្នុងរដូវកាលនោះអ្នកជំនាញពិភពលោកពិភាក្សាថា Neymar អាចក្លាយជាម្ចាស់ Ballon d'Or នៅថ្ងៃខាងមុខឆ្នាំ2017 PSG បង្កការភ្ញាក់ផ្អើលទូទាំងពិភពលោកដោយទិញ Neymar ជាទឹកប្រាក់យូរ៉ូ222 មីលានការផ្លាស់ប្ដូរថ្លៃជាងគេបំផុតក្នុងប្រវត្តិសាស្ត្រនៅ PSG Neymar ក្លាយជាកីឡាករដែលមានការផ្ដោតចិត្តខ្លាំងជាងគេជំនាញបាល់ជើង Vision អស្ចារ្យ Creativity ដែលពិភពលោកចង់មើលគាត់ជួយ PSG ឈ្នះ Ligue 1 រាប់ឆ្នាំនិងនាំក្រុមទៅដល់ UCL Final 2020ប៉ុន្តែពេលវេលានិងការលេងបែបឆ្លាតវៃរបស់ Neymar ធ្វើឲ្យគាត់ទទួលរបួសជាញឹកញាប់របួសជើង ankle និង knee ធ្វើឲ្យគាត់បាត់បង់ការលេងជាច្រើនខែអ្នកជំនាញជាច្រើនថាបើ Neymar មិនរបួសគាត់មិនត្រឹមតែជាកីឡាករល្អបំផុតទេប៉ុន្តែអាចមាន Ballon d'Or ច្រើនដង Neymar មានរឿងរ៉ាវដ៏រអាក់រអួលជាមួយ Selection Brazil World Cup 2014របួស versus Colombia Final Copa America 2021 World Cup 2022បញ្ចូលក្របលើកក្រៅត្រឹមណែងស្នាមដ៏អស្ចារ្យគាត់ក្លាយជាអ្នកស៊ុតបញ្ចូលបាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប្រេស៊ីលលើពេលេមិនថាគាត់និយាយយ៉ាងណាទេ Neymar គឺតារាបាល់ទាត់ដែលផ្លាស់ប្ដូរការលេងដ៏អស្ចារ្យសិល្បៈនិងភាពសប្បាយគាត់បានស្នាក់នៅក្នុងប្រវត្តិសាស្ត្រជាមនុស្សចរញ្ញៈដែលធ្វើឲ្យបាល់ទាត់ក្លាយជាសិល្បៈ